នាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសុខវិសាលខ្ញុំបកអាណាខ្ញុំបាទសូមថ្វាយបង្គំនិងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមេគុណខេត្តព្រះនគរព្រមទាំងប្រជាវត្តប្រជាអធិការគ្រប់បណ្ដាវត្តជាពិសេសគឺលោកបងសុងប៊ុនហៀងហើយលោកបងក្លាហានដែលបានចូលរួមឧបត្ថម្ភជាស្បៀងអង្គហើយនឹងថវិកាសម្រាប់ចែកជូនទៅដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយស្រុកសេសានសម្រាប់អន្តរាគមន៍និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ2025នេះហើយខ្ញុំបាទនឹងចាត់ចែងទាំងថវិកាទាំងស្បៀងនេះជូនទៅដល់កងកម្លាំងដែលកំពុងតែឈរជើងនៅតំបន់ការពារមួយចំនួនព្រមទាំងប៉ុស្តិ៍នគរបាលហើយនឹងសម្រាប់ចែកជូនបងប្អូនប្រជាការពារដែលលោកបានឈរចាំជួយស្ម័គ្រចិត្តកិច្ចការពារសន្តិសុខស្ដាប់ធ្នាប់នៅតាមមូលដ្ឋានបណ្ដាភូមិឃុំទូទាំងស្រុកសេសានខ្ញុំបាទពិតជាមានមោទនភាពនិងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកប្រតិយរបស់គុណម្ចាស់និងលោកបងសុងប៊ុនហៀងព្រមទាំងពុទ្ធបរិស័ទបងប្អូនទាំងអស់ដែលបានជួយមកដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសេសានយើងខ្ញុំ